បុរសមកពីប្រទេសហ្គាណាម្នាក់នេះបានមកប្រទេសឥណ្ឌាដើម្បីបញ្ជាក់រឿងមួយថាតើវាជាការពិតទេដែលភ្ញៀវទេសចរនៅឥណ្ឌាតែងតែត្រូវបានគេបោកប្រាស់គាត់ថែមទាំងនិយាយថាខ្ញុំមិនជឿអ្វីដែលប្រព័ន្ធផ្សព្វផ្សាយនិយាយនោះទេវាប្រហែលជាគ្រាន់តែជាការរៀបចំឡើងដើម្បីធ្វើឲ្យប្រទេសនេះមើលទៅមិនល្អប៉ុណ្ណោះខណៈពេលដែលគាត់កាន់តែមានជំនឿលើគំនិតរបស់គាត់ក្មេងប្រុសម្នាក់ស្រាប់តែដើរមកជិតគាត់ហើយសុំលុយគាត់បានឲ្យលុយខ្លះទៅក្មេងប្រុសនោះប៉ុន្តែចម្លែកណាស់ក្មេងប្រុសនោះនៅតែដើរតាមគាត់បន្ទាប់មកគាត់បានសួរថាខ្ញុំបានឲ្យលុយអញរួចហើយហេតុអ្វីបានជាឯងនៅតែដើរតាមខ្ញុំក្មេងប្រុសនោះបានអង្វរគាត់ឲ្យដើរតាមគេទៅកន្លែងមួយដោយមានអារម្មណ៍អាណិតបុរសនោះក៏យល់ព្រមបន្ទាប់មកក្មេងប្រុសនោះបានបង្ហាញបាវអង្គរមួយដល់គាត់បុរសមកពីហ្គាណាយល់សេចក្តីហើយនិយាយថាអូខ្ញុំយល់ហើយគ្រួសារឯងត្រូវការអង្គរមែនទេយកមួយបាវទៅខ្ញុំនឹងចេញលុយឲ្យក្មេងប្រុសនោះបានយកមួយបាវប៉ុន្តែជំនួសឲ្យការអរគុណគាត់គេបែរជាសុំមួយបាវទៀតនៅពេលនោះបុរសនោះនិយាយថាអូទេឥឡូវនេះខ្ញុំយល់ពីបំណងពិតរបស់អញហើយគាត់បានសម្រេចចិត្តមិនទិញអង្គរនោះទេហើយបានចាក់ចេញភ្លាមដោយមានអារម្មណ៍ថាក្មេងប្រុសនោះកំពុងព្យាយាមកេងចំណេញពីចិត្តល្អរបស់គាត់ខណៈពេលដែលនៅតែខកចិត្តបុរសម្នាក់ទៀតបានដើរមកជិតគាត់ហើយបានផ្ដល់សេវាកម្មសម្អាតត្រចៀកគាត់នៅតែមានគំនិតវិជ្ជមានហើយបានដើរតាមបុរសជនជាតិឥណ្ឌាបានប្រាប់គាត់ថាតម្លៃគឺ100រូបសម្រាប់ត្រចៀកទាំងសងខាងហើយគាត់ក៏យល់ព្រមប៉ុន្តែខណៈពេលកំពុងសម្អាតត្រចៀកបុរសនោះស្រាប់តែនិយាយថាគាត់ក៏ត្រូវការថ្នាំបន្តក់ត្រចៀកដែរដែលមានតម្លៃ1000រូបដើម្បីសម្អាតអាចត្រចៀកឲ្យអស់គាត់បានបដិសេធប៉ុន្តែអ្នកសម្អាតនោះស្រាប់តែនិយាយថាមិនអីទេបើអ្នកមិនជឿខ្ញុំនឹងបង្ហាញអ្នកថាថ្នាំរបស់ខ្ញុំពិតជាមានប្រសិទ្ធភាពហើយក៏បានបន្តក់ថ្នាំនោះដោយគ្មានការអនុញ្ញាតពីគាត់នោះហើយជាកន្លែងដែលបញ្ហាពិតប្រាកដបានចាប់ផ្ដើមនៅពេលដល់ពេលត្រូវបង់លុយអ្នកសម្អាតបានទាមទារ100រូបដូចដែលបានព្រមព្រៀងបូករួមទាំង1000រូបសម្រាប់ថ្នាំបុរសជនជាតិហ្គាណាក៏ខឹងភ្លាមហើយនិយាយថាណែខ្ញុំបានបដិសេធថ្នាំរបស់អ្នកតាំងពីដំបូងហើយខ្ញុំមិនដែលប្រាប់ឲ្យអ្នកដាក់វាក្នុងត្រចៀកខ្ញុំទេចាំទុកថាខ្ញុំបានថតសម្លេងការសន្ទនារបស់យើងទាំងអស់ដូច្នេះកុំព្យាយាមបោកខ្ញុំឲ្យសោះគាត់ក៏បានចាក់ចេញពីកន្លែងនោះយ៉ាងលឿនប៉ុន្តែខណៈពេលដែលនៅតែខឹងនឹងអ្នកសម្អាតត្រចៀកក្មេងប្រុសដែលនោះស្រាប់តែដើរមកជិតគាត់ម្ដងទៀតធ្វើឲ្យបុរសមកពីហ្គាណាចាប់ផ្ដើមមានអារម្មណ៍តានតឹងក្នុងពេលធ្វើដំណើរកម្សាន្តនៅប្រទេសឥណ្ឌា